បានជាច្រើនលានអ្នកទៀតដែលបន្តរស់នៅក្នុងស្រុកជាមួយនឹងលក្ខខណ្ឌដ៏សានុបាក្រៅពីបញ្ហាសុវត្ថិភាពប្រជាជនអ៊ុយក្រែនដែលបន្តរស់នៅក្នុងស្រុកកំពុងជួបបញ្ហាខ្វះស្បៀងអាហារជាខ្លាំងជាពិសេសនៅតាមទីក្រុងធំៗដែលរុស្ស៊ីកំពុងតែឡោមព័ទ្ធជិតអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានត្អូញត្អែថាការដឹកជញ្ជូនស្បៀងអាហារទៅដល់ប្រជាជនទាំងនោះគឺមានឧបសគ្គលំបាកខ្លាំងណាស់សូមស្ដាប់ព័ត៌មានលម្អិតរបស់មុំពិសីលោក Jacob Ken អ្នកសម្របសម្រួលបន្ទាន់នៃកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថាមានឧបសគ្គច្រើនសម្បើមណាស់នៅក្នុងការដឹកជញ្ជូនស្បៀងអាហារទៅជួយប្រជាជនអ៊ុយក្រែនដែលកំពុងស្ថិតនៅតាមតំបន់ដែលកងទ័ពរុស្ស៊ីកំពុងឡោមព័ទ្ធជាក់ស្ដែងដូចជានៅទីក្រុង Mariupol ទីក្រុង Kharkiv និងទីក្រុង Sumy ជាដើមបណ្ដាញស្តុកនិងផ្គត់ផ្គង់ចែកចាយស្បៀងអាហារនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានកាត់ផ្ដាច់ទាំងស្រុងដែលតម្រូវឲ្យអង្គការមនុស្សធម៌ទាំងអស់ត្រូវតែរកវិធីផ្សេងទៀតដើម្បីអាចបញ្ជូនស្បៀងអាហារទៅដល់ដៃប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះក៏ប៉ុន្តែគ្មានអ្នកបើកបររថយន្តដឹកជញ្ជូនណាហ៊ានប្រថុយជីវិតដឹកស្បៀងចូលទៅកាន់ទីក្រុងទាំងនោះរបស់អ៊ុយក្រែនឡើយដោយខ្លាចរងគ្រាប់បែកគ្រាប់មីស៊ីលរបស់រុស្ស៊ីតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថាយុទ្ធសាស្ត្រឡោមព័ទ្ធរបស់រុស្ស៊ីធ្វើឲ្យប្រជាជនអ៊ុយក្រែនដាច់ពោះស្លាប់វាគឺជារឿងមិនអាចទទួលយកបានទេនៅក្នុងសតវត្សទី21នេះយុទ្ធសាស្ត្ររបៀបនេះគឺរុស្ស៊ីធ្លាប់បានធ្វើរួចទៅហើយនៅសង្គ្រាមនៅក្នុងប្រទេសស៊ីរីតែនៅស៊ីរីគឺជាទីក្រុងតូចៗមានមនុស្សតិចខុសពីនៅអ៊ុយក្រែនដែលជាទីក្រុងធំៗមានមនុស្សច្រើនហើយតម្រូវការស្បៀងប្រចាំថ្ងៃមានទំហំធំក្រៃប្រជាជនមិនអាចចេញទៅណាបានចំណែកអង្គការមនុស្សធម៌ក៏មិនអាចដឹកស្បៀងទៅដល់ទៀតលោក Jacob Ken បានបញ្ជាក់ថាកាលពី3ថ្ងៃមុនក្រុមការងារលោកបានបញ្ជូនស្បៀងសម្រាប់មនុស្សបានតែ 3000 នាក់ប៉ុណ្ណោះទៅដល់ទីក្រុងស៊ូមីដែលនេះគឺជាចំនួនតិចតួចបំផុតលោកលើកឡើងថាគេចាំបាច់ត្រូវតែអាចមានលទ្ធភាពបញ្ជូនស្បៀងក្នុងទំហំធំជាងនេះនិងជាលក្ខណៈទៀងទាត់ពលគឺសឹងតែជារៀងរាល់ថ្ងៃកម្មវិធីស្បៀងអាហារពិភពលោកសូមអំពាវនាវឲ្យបង្កើតច្រកផ្លូវមនុស្សធម៌ជាចាំបាច់ដោយសុវត្ថិភាពនិងដោយអចិន្ត្រៃយ៍ដើម្បីដឹកជញ្ជូនស្បៀងទៅកាន់ប្រជាជនអ៊ុយក្រែនដោយឡែកសង្គ្រាមនៅអ៊ុយក្រែនក៏កំពុងតែបង្កឧបសគ្គដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោកដែរព្រោះអ៊ុយក្រែនគឺជាជង្រុកស្រូវសាលីសឹងតែ 50% នៃតម្រូវការស្រូវសាលីរបស់កម្មវិធីស្បៀងអាហារពិភពលោកគឺគេទិញពីប្រទេសអ៊ុយក្រែនដោយសារតែវិបត្តិសង្គ្រាមនេះស្រូវសាលីប្រមាណ 13.5 លានតោននិងពោតចំនួន 16 លានតោនកំពុងជាប់គាំងនៅអ៊ុយក្រែននិងនៅរុស្ស៊ីយើងសូមបន្តតាមដានអំពីជំនួបពីចម្ងាយរវាងលោក Joe Biden និងលោក Xi Jinping កាលពីថ្ងៃសុក្រមកពិសីនឹងមកលំអិតព័ត៌មាននេះជំរាបសួរពិសីបាទជំរាបសួរស្រីពេជ្រពិសីលោក Joe Biden និងលោក Xi Jinping បានជួបនិយាយគ្នាពីចម្ងាយកាលពីថ្ងៃសុក្រស្ដីអំពីសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនតើអ្វីខ្លះទៅជាខ្លឹមសារនៃការលើកឡើងរបស់ប្រធានាធិបតីទាំងពីរនោះបាទស្រីពេជ្រដោយយើងបានដឹងកន្លងមកហើយថាមានដំណឹងអះអាងថារុស្ស៊ីបានងាកទៅពឹងចិនសូមឲ្យចិនជួយផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មព្រមទាំងផ្ដល់ឲ្យនៅសម្ភារៈយោធាគ្រឿងសព្វាវុធថែមទៀតផងទណ្ឌកម្មសេដ្ឋកិច្ចដែលក្រមប្រទេសលោកខាងលិចបានដាក់ទៅលើរុស្ស៊ីគឺអាចមានប្រសិទ្ធភាពចុះខ្សោយប្រសិនបើរុស្ស៊ីអាចមានចិនជួយទប់នេះគឺជាមូលហេតុមួយដែលធ្វើឲ្យអាមេរិកនៅមិនសុខទេហើយត្រូវតែនិយាយជាមួយចិនដើម្បីពន្យល់ឲ្យចិនយល់ថាមិនត្រូវយកខ្លួនទៅបៀតជាមួយរុស្ស៊ីនោះទេយ៉ាងណាមិញលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានលើកឡើងតាមទូរទស្សន៍ CNN នៅមុនពេលជំនួបរវាងលោក Joe Biden និងលោក Xi Jinping ថាអាមេរិកចង់ឲ្យគណៈបកកុម្មុយនីសចិនគិតពិចារណាឲ្យបានច្បាស់ថាអនាគតខ្លួនគឺស្ថិតនៅជាមួយអាមេរិកជាមួយអឺរ៉ុបនិងប្រទេសរីកចម្រើនផ្សេងទៀតមិនមែននៅជាមួយរុស្ស៊ីរបស់លោកពូទីនឡើយដូច្នេះចូលចិនកុំទៅគាំទ្រនៅខាងរុស្ស៊ីឲ្យសោះឆ្លងកាត់ការនិយាយគ្នាតាអស់រយៈពេលប្រមាណ2ម៉ោងរវាងលោក Joe Biden និងលោក Xi Jinping កាលពីថ្ងៃម្សិលមិញជារួមយើងសង្កេតឃើញថាមិនមានការយល់ស្របគ្នាណាមួយទេក្រៅតែពីសម្ដីប្រកាសបែបការទូតរបស់លោកប្រធានាធិបតីចិនដែលអះអាងថាអាមេរិកនិងចិនត្រូវតែរួមគ្នាការពារសន្តិភាពស្ថិរភាពពិភពលោកបណ្ដាញទូរទស្សន៍រដ្ឋចិនបានចុះផ្សាយថាលោក Xi Jinping បានលើកឡើងថាគ្មានភាគីណាមួយចង់ឃើញវិបត្តិនៅ
អ៊ុយក្រែនផ្ទុះឡើងនោះទេហើយវាក៏មិនហុចប្រយោជន៍ទៅនរណាទាំងអស់តែទន្ទឹមគ្នានេះស្រីពេជ្រយោងតាមលិខិតប្រកាសរបស់ក្រសួងការបរទេសចិនក្រោយជំនួបតាមវីដេអូ conference បានបិទបញ្ចប់បន្តិចគឺភាគីចិនបានអំពាវនាវឲ្យអាមេរិកនិងអូតង់ត្រូវតែស្ដារការសន្ទនាគ្នាជាមួយរុស្ស៊ីដោយត្រូវស្ដាប់ការបារម្ភរបស់រុស្ស៊ីទាក់ទិននឹងបញ្ហាសន្តិសុខត្រង់ចំណុចនេះយើងឃើញថាចិនកំពុងតែប្រើប្រាស់អំណះអំណាងក៏ដូចជាភាសានិយាយតាមរបៀបរុស្ស៊ីពលគឺកំហុសគ្រប់យ៉ាងមកពីអាមេរិកនិងអូតង់ដែលជាអ្នកគំរាមរុស្ស៊ីមុនយ៉ាងណាមិញនៅក្នុងខ្លឹមសារនៃការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មានចិនក៏ដូចជាក្នុងលិខិតប្រកាសផ្លូវការរបស់រដ្ឋចិនគឺគេមិនបានប្រើពាក្យសង្គ្រាមនៅអ៊ុយក្រែនសូម្បីតែមួយម៉ាត់ពលគឺគេនិយាយត្រឹមតែថាវិបត្តិអ៊ុយក្រែនឬក៏ស្ថានភាពនៅអ៊ុយក្រែនដែលនេះគឺជាធាតុផ្សំនៃភាសានិយាយរបស់លោកពូទីនទាំងស្រុងតែម្ដងមានន័យថាវាហួសពេលទៅហើយពលគឺចិនបានសម្រេចជ្រើសរើសនៅខាងរុស្ស៊ីរួចទៅហើយឬយ៉ាងណាពិសេសបាទស្រីពេជ្រសម្រាប់ភាគីអាមេរិកលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានលើកឡើងថាអាមេរិកនឹងរងចាំតាមដានសកម្មភាពរបស់ចិនជានិច្ចបើចិនពិតជាបញ្ជូនសម្ភារៈសឹកគ្រឿងសព្វាវុធទៅជួយរុស្ស៊ីមែនគឺអាមេរិកនឹងដាក់ទណ្ឌកម្មទៅលើចិនបាននិយាយពីរូបភាពខាងក្រៅវិញគឺចិនបានប្រកាសជំហរកណ្ដាលមិនកាន់ជើងហើយក៏មិនប្រឆាំងរុស្ស៊ីដែរយោងតាមលោកស្រី Alice Ekman សាស្ត្រាចារ្យជំនាញទំនាក់ទំនងអន្តរជាតិបានលើកឡើងថាបើចិនប្រកាសគោលជំហរជាផ្លូវការថាមិនគាំទ្ររុស្ស៊ីមែនតែវាគ្រាន់តែជារូបភាពខាងក្រៅដើម្បីបំភាន់ភ្នែកតែប៉ុណ្ណោះក្នុងការពិតជាក់ស្ដែងគឺមានធាតុផ្សំច្រើនណាស់ដែលបានបង្ហាញថាចិនបានសម្រេចចិត្តឈរខាងរុស្ស៊ីរួចទៅហើយតាំងតែពីដំបូងមុនពេលសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ដើមគឺចិនមិនបាននិយាយផ្ទុយពីអ្វីដែលរុស្ស៊ីបានលើកឡើងទេពលគឺមានតែបន្តបន្ថែមដូចអ្វីដែលលោកពូទីនបានប្រកាសជាក់ស្ដែងគឺធាតុផ្សំនៃភាសានិយាយដែលចិនបានប្រើពាក្យដោយខាងរុស្ស៊ីនិយាយដូចនេះដែរអំណះអំណាងដែលរុស្ស៊ីចោទថាអូតង់បានគំរាមជាដើមក៏ចិនលើកយកមកនិយាយតាមដែរបន្ថែមពីនេះចិនបានប្រកាសថាខ្លួនមិនចូលរួមនៅក្នុងទណ្ឌកម្មសេដ្ឋកិច្ចដែលក្រុមប្រទេសលោកខាងលិចបានដាក់ទៅលើរុស្ស៊ីទេមានន័យថាចិននឹងនៅតែបន្តធ្វើជំនួញជាមួយរុស្ស៊ីជាប្រក្រតីជានេះទៀតចិនបានបោះឆ្នោតអនុប្រវត្តិនៅអង្គការសហប្រជាជាតិហើយមិនមែនជាការបោះឆ្នោតអនុប្រវត្តិធម្មតាទេដោយចង់ថាមិនគាំទ្រហើយក៏មិនប្រឆាំងនោះទេតែជាការបោះឆ្នោតអនុប្រវត្តិបែបសកម្មពលគឺមុននឹងបោះឆ្នោតអនុប្រវត្តិនេះគឺក្រុមការងារការទូតរបស់ចិននៅអង្គការសហប្រជាជាតិបានព្យាយាមយ៉ាងសកម្មទាមទារឲ្យគេកែប្រែខ្លឹមសារនៃសេចក្តីសម្រេចចិត្តរួមដើម្បីកុំឲ្យគេប្រើពាក្យចោទប្រកាន់ថ្កោលទោសរុស្ស៊ីខ្លាំងពេកដូច្នេះបើចិននៅកណ្ដាលគឺចិនមិនគួរធ្វើបែបនេះទេតែនេះគឺចិនបានប្រកាន់ជំហរចង់ជួយរុស្ស៊ីរួចទៅហើយចំណុចមួយទៀតនោះយោងតាមការវិភាគរបស់លោកស្រីសាស្ត្រាចារ្យ Alice Ekman គឺទំហំនៃវិវាទទំនាស់ការប្រជែងគ្នារវាងអាមេរិកនិងចិនគឺវាធំធេងនិងជ្រៅខ្លាំងណាស់ទាំងផ្នែកមនោគមវិជ្ជានយោបាយការបរទេសសន្តិសុខសេដ្ឋកិច្ចពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាដើមដូច្នេះចង់មិនចង់ពេលនេះរុស្ស៊ីនិងចិនមានចំណុចរួមមួយដូចគ្នាគឺមានអាមេរិកជាសត្រូវរួមហើយចំណងយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ីនេះគឺមិនមែនឈរតែលើតថភាពជាក់ស្ដែងប៉ុណ្ណោះទេតែវាជាចំណងមនោគមវិជ្ជាដែលរីកធំឡើងកាន់តែខ្លាំងប្រមាណជិត10ឆ្នាំចុងក្រោយនេះពលគឺចិននិងរុស្ស៊ីមានទស្សនវិស័យរួមគ្នាចង់ពួតកម្លាំងគ្នាទប់ទល់ជាមួយនយោបាយវាទីរបស់អាមេរិកពលពីរផ្ទុយគ្នាកំពុងតែលេចរូបរាងកាន់តែច្បាស់ហើយស្រីពេជ្រគឺពលក្រុមប្រទេសលោកខាងលិចដែលមានអាមេរិកនិងអឺរ៉ុបនិងពលមួយទៀតគឺចិននិងរុស្ស៊ីនេះឯងចាពិសេសយ៉ាងណាមិញការប្រជែងគ្នារវាងចិននិងអាមេរិកនេះកំពុងតែធ្វើឲ្យមានការបារម្ភខ្លាំងណាស់បើយើងក្រឡេកទៅមើលសំណុំរឿងកោះតៃវ៉ាន់យ៉ាងណាមិញកាលពីថ្ងៃម្សិលមិញនេះនាវាចម្បាំងរបស់អាមេរិកនិងនាវាចម្បាំងចិនបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាបន្តបន្ទាប់ហាក់ដូចជាមានចេតនាបង្ហាញការកំញើយគ្នាទៅវិញទៅមកតើប្រធានាធិបតីទាំងពីរមានលើកឡើងខ្លះទេអំពីគោលជំហររៀងៗខ្លួនទាក់ទិនទៅនឹងបញ្ហាតៃវ៉ាន់នេះ
បាទជាការពិតណាស់ស្រីពេជ្រនេះគឺជាសំណុំរឿងមួយដែលគួរឲ្យបារម្ភពិតមែនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកចិនមិនដែលលាក់ទីនៅចេតនារបស់ខ្លួននៅក្នុងការយកតៃវ៉ាន់មកគ្រប់គ្រងវិញបើទោះបីត្រូវប្រើកម្លាំងក៏ដោយការគំរាមកាន់តែខ្លាំងរបស់ចិននេះធ្វើឲ្យតៃវ៉ាន់ភ័យខ្លួនងាករកជំនួយបន្ថែមពីអាមេរិកនៅក្នុងអាណត្តិរបស់លោកជូបៃដិននេះគឺអាមេរិកបានចុះកិច្ចសន្យាលក់អាវុធឲ្យតៃវ៉ាន់ចំនួន2បន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពការពារខ្លួនផ្លូវអាកាសរបស់តៃវ៉ាន់នៅក្នុងករណីដែលចិនបើកការវាយប្រហារពិតមែនតែចិនវិញក៏គេបានបន្ថែមសមត្ថភាពខ្លាំងណាស់ដែរនិងបានបង្ហាញឲ្យតៃវ៉ាន់ឃើញកាន់តែញឹកញាប់ថែមទៀតផងយោងតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ចិនបណ្ដាញព័ត៌មានចិននៅក្នុងពេលនិយាយគ្នាកាលពីថ្ងៃម្សិលមិញគឺលោកស៊ីជីនពីនបានប្រាប់ទៅលោកជូបៃដិនថាក្នុងសំណុំរឿងតៃវ៉ាន់អាមេរិកត្រូវតែចាត់ចែងឲ្យបានត្រឹមត្រូវពុំនោះទេវានឹងធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងចិននិងអាមេរិកយោងតាមសេតវិមានលោកโจ Biden វិញបានឆ្លើយទៅលោកស៊ីជីនពីនថាគោលនយោបាយរបស់អាមេរិកចំពោះតៃវ៉ាន់គឺមិនប្រែប្រួលទេពលគឺអាមេរិកនៅតែប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណាដែលសម្ដៅកែប្រែលក្ខន្តិកៈ status quo ដោយភាគីណាមួយតែម្នាក់ឯងដូច្នេះសំណួរសួរថាតើចិននឹងសម្រេចចិត្តវាយដណ្ដើមយកកោះតៃវ៉ាន់មែនឬយ៉ាងណាហើយបើចិនធ្វើមែនតើអាមេរិកនឹងហ៊ានលូកដៃជួយតៃវ៉ាន់ដែរឬក៏ទេសង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញឲ្យឃើញហើយថាគោលជំហររឹងរូសរៀងខ្លួននៅទីបំផុតដោះស្រាយអ្វីមិនបានទេគឺមានតែផ្ទុះអាវុធដែលអ៊ុយក្រែនបានរងគ្រោះក្នុងពេលបច្ចុប្បន្ននេះដូច្នេះនេះអាចជាមេរៀនមួយដែរដែលគេគួរតែពិចារណាដើម្បីប្រឹងប្រែងរកផ្លូវដោះស្រាយសំណុំរឿងតៃវ៉ាន់ដោយសន្តិវិធីទាន់អ្វីមិនទាន់ហួសពេលដោយករណីនៅអ៊ុយក្រែនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃប្រហ័សបានសម្រេចការសម្រួលចំណុចចំនួន3សម្រាប់អ្នកដំណើរមកពីបរទេសដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគក៏ដូចជាការទាក់ទាញទេសចរក្រៅប្រទេសចូលមកកម្ពុជាចំណុចទាំង3នោះរួមមានទី1លុបចោលការបញ្ជាក់ធ្វើតេស្តរក COVID-19 តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល72ម៉ោងទី2លុបចោលការធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជានិងទី3អនុញ្ញាតឲ្យដំណើរការឡើងវិញនៅការផ្ដល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់យើងស្ដាប់ការរៀបចំដោយញឹមសុផលនៅក្នុងពិធីសម្ពោធភូមិកុមារ SOS នៅខេត្តព្រៃវែងកាលពីថ្ងៃប្រហ័សលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងថាបន្ទាប់ពីត្រឡប់មកពីខេត្តប្រសេនុខ្ញុំបានសម្រេចលើបញ្ហា3ដើម្បីដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅទី1គឺមិនតម្រូវការអ្នកដែលមកពីក្រៅប្រទេសមិនតម្រូវការឲ្យមានការធ្វើតេស្ត PCRរយៈពេល72ម៉ោងទៀតយើងគិតថាបណ្ដាក្រុមហ៊ុនយន្តហោះមានការទទួលខុសត្រូវហើយទៅលើបញ្ហាការធ្វើដំណើរម្ដងនិងការលើកលែងទី1ការលើកលែងទី2មកដល់ពលានយន្តហោះរបស់យើងមិនចាំបាច់ធ្វើតេស្តទៀតទេពីមុនយើងធ្វើ rapid test ពីមុននោះធ្វើ PCR ហើយទៅរងចាំលទ្ធផលក្រោយមកយើងលុបចោលអាការធ្វើ PCR មកធ្វើ rapid test 15ឬ20នាទីយើងអាចដឹងលទ្ធផលប៉ុន្តែឥឡូវនេះមិនបាច់ឆ្កឹះច្បោះទេមកដល់គឺកាន់កាតាបយកប៉ាសពតចេញដំណើរទៅដល់ប្រទេសអានេះគឺចំណុចការលើកលែងទី2ការលើកលែងទី3គឺមិនចាំបាច់ទៅយកវីសាតាមប្រទេសណាទេគឺយកវីសាពេលមកដល់តែម្ដងតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងទេសចរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបន្តជុំវិញហេតុផលដែលលោកសម្រេចបន្ធូរបន្ថយលក្ខខណ្ឌទាំង3ចំណុចមុននេះគឺយើងត្រូវទៅរកវីសានៅកន្លែងនេះវីសានៅកន្លែងនោះប៉ុន្តែឥឡូវយើងប្រើវីសាពេលមកដល់តែម្ដងចឹង3ចំណុចនេះយើងបន្ធូរបន្ថយសម្រាប់ការធ្វើដំណើររបស់ពលរដ្ឋយើងចេញទៅក្រៅប្រទេសពីក្រៅប្រទេសចូលមកក្នុងប្រទេសប៉ុន្តែទៅក្រៅប្រទេសវាតម្រូវទៅតាមប្រទេសនីមួយៗប៉ុន្តែសម្រាប់ចូលមកក្នុងប្រទេសរបស់ខ្លួនឧទាហរណ៍ថាមួយថ្ងៃពលរដ្ឋរបស់យើងចេញទៅរាប់រយនាក់ពេលត្រឡប់មកវិញត្រូវទៅរកខានផ្នែកសុខាភិបាលប្រទេសដែលខ្លួននៅនោះធ្វើលិខិតបញ្ជាក់ហើយឥឡូវនេះបងប្អូនជនរួមជាតិកម្ពុជារបស់យើងមិនថាបងប្អូនខ្មែរដែលចេញទៅក្រៅឬបងប្អូនខ្មែរដែលនៅខាងក្រៅប្រទេសត្រឡប់មកប្រទេសរបស់ខ្លួនទេគឺមិនចាំបាច់មានការបញ្ជាក់បែបនោះទេយើងមិនមានតម្រូវការបញ្ជាក់បន្ថែមលើរឿងនេះទេអញ្ចឹងយើងសម្រួលបញ្ហានេះដើម្បីទាក់ទាញការធ្វើវិនិយោគនិងសម្រួលទៅឲ្យអ្នកដែលធ្វើធុរកិច្ចក៏ដូចជាទេសចរនៅកម្ពុជា
ជុំវិញការបន្ធូរបន្ថយលក្ខខណ្ឌរបស់រដ្ឋាភិបាលកម្ពុជាទាំង3ចំណុចដល់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាលោកស្រីឆាយស៊ីវលីនប្រធានសមាគមទេសចរកម្ពុជាមើលឃើញថាជំវិញការដោះចេញនៅការរដ្ឋបတ်បណ្ដំចេញទាំងឯកសារនានាដែលផ្ដោតតាមសម្រាប់អ្នកដំណើរចូលមកកម្ពុជានេះគឺយើងឃើញថាជាការមួយល្អមែនទែនសម្រាប់យើងជាអ្នកប្រតិបត្តិផ្ទាល់ឃើញថានឹងមិនមានរបាំងអ្វីទៀតឡើយចាព្រោះថាកន្លងមកបើទោះបីជាមានការបើកប្រទេសមែនក៏ប៉ុន្តែការតម្រូវការនៃឯកសារនានាអញ្ចឹងនៅតែមានតម្រូវការទោះបីជាតិចគឺក្តីក៏ប៉ុន្តែវាជារបាំងមួយសម្រាប់អ្នកធ្វើដំណើរចូលមកផងដែរចាហើយយើងត្រូវការឯកសារនោះមានត្រូវសញ្ញេមានត្រូវបោះត្រាអីចឹងទៅចាទាំងទាំងអស់នោះវាជារបាំងដែលធ្វើឲ្យអ្នកធ្វើដំណើរហ្នឹងជួនកាលពិបាកពេកចាពិបាកពេកទៅធ្វើគាត់ហើយក៏ចំណាយការចំណាយហ្នឹងក៏ច្រើនជាងមុនដែរចាអញ្ចឹងធ្វើគាត់មានការខ្លាចរអាក៏ដូចជាខាងការដឹកជញ្ជូនផ្នែកផ្លូវអាកាសក៏ដូចគ្នាដែរចាអញ្ចឹងកាលណាគាត់ឃើញឯកសារនៅតែរៀងពិបាកបន្តិចដែរអញ្ចឹងក៏គាត់ក៏មិនហ៊ានធ្វើការបើកហោះហើរឡើងវិញដែរលោកមុំរិទ្ធីប្រធានសហព័ន្ធសហជីពវិស័យទេសចរនិងសេវាកម្មកម្ពុជាយល់ថាចំណុចទី1និងចំណុចទី2គួរតែរក្សាទុកដោយសារជាចំណុចដែលមានការបារម្ភពាក់ព័ន្ធទៅនឹងការឆ្លងរាលដាលជំងឺ Covid-19 សម្រាប់ខ្ញុំជាថ្នាក់ដឹកនាំផ្នែកសហជីពមួយក្នុងវិស័យទេសចរប្រចាំប្រទេសកម្ពុជាខ្ញុំស្វាគមន៍នៅការបើកទទួលភ្ញៀវអន្តរជាតិឡើងវិញដើម្បីជំរុញឲ្យមានការមកទស្សនានៅប្រទេសកម្ពុជាហើយជំរុញឲ្យមានឲ្យសេដ្ឋកិច្ចចាប់ផ្ដើមដើរហើយមានចំណូលដល់ប្រជាជនខ្ញុំរីករាយស្វាគមន៍នឹងការបើកឡើងវិញនេះក៏ប៉ុន្តែនៅក្នុងនោះខ្ញុំក៏ឃើញនៅចំណុចមួយចំនួនគួរតែមានការប្រុងប្រយ័ត្នដោយសារតែនៅក្នុង3ចំណុចខ្ញុំឃើញនៅក្នុងចំណុចទី1និងទី2គឺលុបចោលលក្ខខណ្ឌការបង្ហាញលទ្ធផលធ្វើតេស្ត PCR ក្នុងរយៈពេល72ម៉ោងចំណុចទី1នេះខ្ញុំគិតថាគួរតែរក្សាទុកដើម្បីឲ្យច្បាស់លាស់ថាយើងទទួលភ្ញៀវទេសចរដែលមានមេរោគកូវីដរួមមួយក៏យើងទទួលភ្ញៀវដែលអត់មានមេរោគកូវីដអ្វីដែលខ្ញុំគិតថាគួរតែរក្សាចំណុចទី1គឺឲ្យបង្ហាញនៅការធ្វើតេស្ត PCR រយៈពេល72ម៉ោងនេះដដែលដើម្បីការពារកុំឲ្យមានការរីករាលដាលឆ្លងបន្តទៀតលោកមុំរិទ្ធីបន្តលើកហេតុផលដែលលោកយល់ឃើញចំណុចទី2ខ្ញុំឃើញថាចំណុចសំខាន់ណាស់គឺការលុបចោលតម្រូវឲ្យតេស្តនៅពេលមកដល់ប្រទេសកម្ពុជាធ្វើតេស្តរហ័សនៅពេលមកដល់ប្រទេសកម្ពុជាខ្ញុំឃើញថាចំណុចកន្លែងនេះគឺជាចំណុចមួយដែលធ្ងន់ការធ្វើតេស្តរហ័សគឺអត់មានផលលំបាកឬមកក៏មានភាពសាំញ៉ាំទេអញ្ចឹងខ្ញុំគិតថាចំណុចទី2នេះការធ្វើតេស្តរហ័សគួរតែរក្សាទុកនៅតាមពលានយន្តហោះឬមួយក៏តាមច្រកព្រំដែនណាមួយទាំងផ្លូវទឹកផ្លូវគោកផ្លូវអាកាសដើម្បីធ្វើតេស្តឲ្យដឹងថាភ្ញៀវដែលមកទស្សនកិច្ចឬមួយក៏មកកំសាន្តប្រទេសកម្ពុជាហ្នឹងមានផ្ទុកមេរោគ COVID-19 ឬមួយក៏អត់អញ្ចឹងខ្ញុំឃើញថាការលុបចោលពីចំណុចនេះគឺជាចំណុចសំខាន់ជាយោបល់របស់ខ្ញុំគិតថារដ្ឋាភិបាលមិនគួរលុបចោលពីចំណុចនេះទេរដ្ឋាភិបាលគួរពិចារណាឡើងវិញថាការបើកប្រទេសឡើងវិញទទួលភ្ញៀវអន្តរជាតិភ្ញៀវទេសចរខ្ញុំស្វាគមន៍ខ្ញុំរីករាយនឹងការសម្រេចចិត្តបែបនេះប៉ុន្តែការរឹតបន្តឹងការធ្វើតេស្តឬមួយក៏បង្ហាញនៅតេស្ត PCR គួរតែរក្សាទុកហើយការធ្វើតេស្តរហ័សដើម្បីពិនិត្យពេលដែលភ្ញៀវទេសចរមកដល់ប្រទេសកម្ពុជាគឺខ្ញុំគិតថាគួរតែរក្សាទុកដើម្បីរឹតបន្តឹងកុំឲ្យមានការរីករាលដាលឆ្លងកាន់តែខ្លាំងលោកបណ្ឌិតឈុតប៊ុនថងមន្ត្រីស្រាវជ្រាវផ្នែកអប់រំវប្បធម៌និងទេសចរនៃរាជបណ្ឌិតសភាកម្ពុជាឲ្យដឹងដែរថាខ្ញុំមើលទៅយើងឃើញមានទិដ្ឋភាព 3-4 មែនទែនការលើកកម្ពស់វិស័យទេសចរនេះវាមានកត្តា2ធំទី1គឺកត្តាប្រទេសនីមួយៗខ្លួនឯងដូចជាកម្ពុជាហ្នឹងកម្ពុជាខំប្រឹងប្រែងប្រើអស់លទ្ធភាពហើយបន្តបន្ទាប់មកវធូរបន្ថយរហូតដល់ចំណុចចុងក្រោយនេះអញ្ចឹងកម្ពុជាបានរៀបចំខ្លួនធ្វើយ៉ាងណាទទួលយកទេសចរទោះបីថាស្ថិតនៅក្នុងស្ថានភាព COVID-19 ក៏ដោយនេះបើយើងមើលឃើញវិធានការជាជំហរជាការបត់បែនរបស់ប្រមុខរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធគឺជំហរបែបហ្នឹងយើងចង់ឲ្យទេសចរហ្នឹងវិលមករកប្រក្រតីភាពវិញប៉ុន្តែបញ្ហាវានៅត្រង់ថាបើយើងបើកហើយតើទេសចរខ្លួនឯងហ្នឹងព្រមមកឬអត់
ទុកចិត្តឬអត់អានេះជាកត្តាមួយផ្នែកទៀតមួយជ្រុងទៀតតែយើងត្រូវពិចារណារួមគ្នាលោកស្រីឆាយសៀវលីនគាំទ្រដល់ការដករបាំងរបស់រដ្ឋាភិបាលដែលមើលទៅរំខានដល់ភ្ញៀវទេសចរខណៈដែលទេសចរបរទេសចូលមកកម្ពុជានៅតិចតួចនៅឡើយការបើកហោះហើរឡើងវិញហ្នឹងក៏មានកម្រិតចាឃើញម្ដងតិចអញ្ចឹងក៏ធ្វើឲ្យការចេញដើរហើររបស់ភ្ញៀវទេសចរហ្នឹងគឺនៅមានកម្រិតបើទោះបីជាមានការកើនជារៀងរាល់សប្តាហ៍ក៏ប៉ុន្តែការកើននោះដោយការនៅមានកម្រិតផងដែរអញ្ចឹងធ្វើឲ្យវិស័យទេសចរនៅកម្ពុជាយើងហ្នឹងគឺមិនទាន់បានអាចស្ដារបានទេចាអញ្ចឹងហើយទើបរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្តដោះចេញនៅការរដ្ឋបတ်នានាសម្រាប់ឯកសារដែលតម្រូវការនានានេះចាអញ្ចឹងយើងខ្ញុំដែលជាអ្នកប្រតិបត្តិផ្ទាល់គិតឃើញថាយើងនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងអំពីភ្ញៀវទេសចរដែលមកពីគ្រប់ទិសទីចាការដោះចេញនេះនឹងធ្វើឲ្យភ្ញៀវមានការចាប់អារម្មណ៍ក៏ដូចជាធ្វើការសម្រេចចិត្តជ្រើសរើសយកកម្ពុជាគឺជាគោលដៅនៃការធ្វើដំណើរចូលមកធ្វើទេសចរទោះយ៉ាងណាមេដឹកនាំសហជីពទេសចរលោកមុំរដ្ឋីស្នើឲ្យមានការថ្លឹងថ្លែងរវាងតម្រូវការទេសចរនិងការគំរាមកំហែងនៃជំងឺ Covid-19 ជាច្បាប់ខ្ញុំគួរតែមានការថ្លឹងថ្លែងថាមកដល់ពេលបច្ចុប្បន្ននេះជំងឺ Covid-19 ហ្នឹងទាំង Covid-19 ចាស់ទាំងបំលែងថ្មីអូមីក្រុងហ្នឹងឬមួយក៏យើងឃើញនៅប្រទេសចិនចាប់ផ្ដើមមានការរីករាលដាលឆ្លងមនុស្ស 5-6,000 នាក់បន្តទៀតហើយរហូតដល់មានបិទតំបន់មួយចំនួនអញ្ចឹងនៅប្រទេសមួយចំនួនទៀតផ្សេងទៀតក៏យើងឃើញថាមិនទាន់មានការបើកចំហខ្លាំងឬមួយក៏នៅមិនមានការថយចុះនៃការឆ្លងដែរបានន័យថានៅតែមានការឆ្លងហើយវិធានការតាមទប់ស្កាត់គឺយើងឃើញថានៅតែមានប៉ុន្តែគ្រាន់តែធូរស្រាលជាងមុនបន្តិចប៉ុន្តែសម្រាប់ខ្ញុំគិតថារដ្ឋាភិបាលត្រូវថ្លឹងថ្លែងឡើងវិញបើសិនជាយើងបើកប្រទេសទទួលភ្ញៀវទេសចរតើនៅបណ្ដាប្រទេសដទៃទៀតយើងឃើញថាមានការធូរស្រាលហើយនៅហើយការកើនឡើងនឹងកើនឡើងរបៀបយ៉ាងម៉េចហើយមានការបំលែងខ្លួនថ្មីទៀតអត់ពាក់ព័ន្ធជំងឺ Covid-19 ហ្នឹងខ្ញុំគិតថាគួរតែមានការគិតនឹងពីការថ្លឹងថ្លែងឡើងវិញហើយជនប្រទេសណាប្រជាជនប្រទេសណាជនជាតិណាដែលយើងគួរទទួលលោកបណ្ឌិតឈុតបន្ថងយើងឃើញហើយថាការដែលពួកទេសចរបរទេសមិនទាន់មកហ្នឹងវាអាចមានយ៉ាងតិចក៏កត្តាពីរដែរទី1គឺប្រទេសជិតខាងឬក៏ពិភពលោកនេះគឺកំពុងតែទទួលរងនៅការឆ្លងជាបន្តបន្ទាប់នៅកូវីដបំលែងខ្លួនថ្មីដូចជាអូមីក្រុងនិងប្រភេទផ្សេងទៀតហើយក្នុងរយៈពេលជាង2ឆ្នាំនេះការប៉ះពាល់ហ្នឹងវាប៉ះពាល់ដល់សុខភាពវាប៉ះពាល់ដល់ចំណូលផ្សេងអញ្ចឹងទោះបីថាកម្ពុជាបានរៀបចំខ្លួនបន្ធូរបន្ថយលក្ខខណ្ឌជាច្រើនសម្រាប់ទទួលយកទេសចរបរទេសវិនិយោគិនឬក៏អ្នករកស៊ីអីផ្សេងទៀតហ្នឹងក៏ដោយក៏ពួកទេសចរទាំងអស់ហ្នឹងក៏ប៉ះពាល់ដល់ផលប្រយោជន៍ប៉ះពាល់ដល់ចំណូលអីរបស់គាត់អីផ្សេងអញ្ចឹងហើយគាត់ក៏កាត់បន្ថយនៅចំណាយកាត់បន្ថយនៅការដើរលេងអញ្ចឹងខ្ញុំគិតថាទោះបីយើងមានលក្ខខណ្ឌអីច្រើនយ៉ាងណាក៏ដោយប្រហែលជាការស្ដារឡើងវិញនៅវិស័យទេសចរនេះមិនអាចធ្វើឡើងបានលឿនបានឆាប់រហ័សទេតែយ៉ាងណាក៏ដោយខ្ញុំគាំទ្រជំរឿសចំណាត់ការឬវិធានការរបស់រដ្ឋាភិបាលដែលខិតខំធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរនៅក្នុងសម័យដែលកូវីដ19កំពុងតែឆ្លងរីករាលដាលនេះលោកបណ្ឌិតឈុតបន្ថងបន្តគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលតែលោកនៅតែមើលឃើញថាទោះជាកម្ពុជាប្រឹងប្រែងរិះរកវិធីគ្រប់បែបយ៉ាងណាក៏ដោយក៏វិស័យទេសចរនេះទំនងជានឹងមិនអាចស្ដារឡើងវិញបានលឿនទេជាគំនិតផ្ទាល់ខ្លួនទេនៅពេលដែលយើងខិតខំព្យាយាមម្ដងហើយម្ដងទៀតនៅតែយើងមិនអាចស្ដារវិស័យទេសចរនេះបានល្អប្រសើរដូចដើមឡើងវិញដើម្បីបង្កើននៅថាចំណូលថវិកាជាតិហ្នឹងខ្ញុំគិតថារដ្ឋាភិបាលគួរតែក្រឡេកទៅមើលវិស័យផ្សេងវិញដែលអាចថាជួសជុលបំពេញបន្ថែមឲ្យវិស័យទេសចរហ្នឹងដូចជាងាកទៅរកការរំពឹងលើវិស័យនាំចេញកសិផលឬក៏កសិឧស្សាហកម្មជាដើមដែលយើងអត់ត្រូវការ
ទេសចរទេប៉ុន្តែយើងអាចបង្កើនផលិតកម្មរបស់យើងបង្កើនផលិតផលរបស់យើងហើយយើងនាំចេញពាណិជ្ជកម្មរបស់យើងដូចជានៅដៃគូក្នុងអាស៊ានដៃគូប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនៅចិននៅផ្សេងៗទៀតអាចថាវាជាការបំពេញបន្ថែមនៅអ្វីដែលយើងបាត់បង់ពីវិស័យទេសចរបាទ បច្ចុប្បន្ននេះរុស្ស៊ីកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ក្រុមប្រទេសលោកខាងលិចដែលធ្វើឲ្យរុស្ស៊ីមានការលំបាកមិនអាចលក់ប្រេងបានដោយងាយស្រួលឡើយតែយ៉ាងណាជាមួយនឹងតម្លៃដែលរុស្ស៊ីឡាយលោកបញ្ចុះថោកឥណ្ឌាបានសម្រេចចិត្តទិញប្រេងរុស្ស៊ីដល់ទៅ5លានធុងបារីលបើទោះបីវាជាសិទ្ធិរបស់ឥណ្ឌាមែនតែដំណឹងនេះបានធ្វើឲ្យសហរដ្ឋអាមេរិកសង្កេតធ្មេញខឹងឥណ្ឌាមិនតិចនោះទេជាងនេះទៅទៀតឥណ្ឌាក៏មិនបានប្រកាសជំហរថ្កោលទោសរុស្ស៊ីដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនដែរសូមស្ដាប់សេចក្តីរាយការណ៍របស់មុំពិសី គិតចាប់ពីដើមខែមិនិនាមកឥណ្ឌាបានទិញប្រេងឆៅពីរុស្ស៊ីចំនួន 30,000 ធុងបារីលរួចទៅហើយបើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2021 គឺចំនួនប្រេងដែលឥណ្ឌាបានទិញពីរុស្ស៊ីបានកើន1គុណជា4ឯណោះជាសរុបនៅក្នុងសប្តាហ៍នេះក្រុមហ៊ុន Indian Oil Corporation និង Hindustan Petroleum Corporation បានកក់ប្រេងរុស្ស៊ីទុកចំនួនដល់ទៅ5លានធុងបារីលតម្លៃដែលរុស្ស៊ីលក់ប្រេងចេញទៅឲ្យឥណ្ឌាគឺថោកខ្លាំងណាស់មានត្រឹមតែ$25ប៉ុណ្ណោះក្នុងមួយធុងបារីលខណៈដែលតម្លៃនៅលើទីផ្សារគឺជាង$100ឯណោះគូបញ្ជាក់ថាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានឡើងថ្លៃខ្លាំងណាស់បន្ទាប់ពីក្រុមប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីគឺជាប្រទេសនាំប្រេងចេញធំជាងគេលំដាប់ទី2តម្លៃប្រេងឥន្ធនៈឡើងថ្លៃកំពុងតែធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាប្រឈមនឹងការរិះគន់តវ៉ាខ្លាំងណាស់នាពេលបច្ចុប្បន្ននេះដោយឡែកលោកស្រី Lydia Power អ្នកជំនាញថាមពលនៅ Observer Research Foundation នៅទីក្រុង New Delhi បានលើកឡើងថាឥណ្ឌាទិញប្រេងរុស្ស៊ីនៅពេលនេះគឺវាជាកាយវិការនយោបាយច្រើនជាងការឆក់ឱកាសដែលប្រេងរុស្ស៊ីមានតម្លៃថោកជាការពិតតម្លៃប្រេងលើទីផ្សារបានឡើងថ្លៃខ្លាំងធ្វើឲ្យប៉ះពាល់ដល់ជញ្ជីងពាណិជ្ជកម្មរបស់ឥណ្ឌាមែនតែ20ឆ្នាំកន្លងមកនេះឥណ្ឌាទិញប្រេងតែភាគច្រើនពីប្រទេសដើមបូព៌ាតែប៉ុណ្ណោះយ៉ាងណាមិញភាគច្រើននៃរោងចក្រចម្រាញ់ប្រេងនៅឥណ្ឌាគឺមិនអាចចម្រាញ់ប្រេងឆៅរបស់រុស្ស៊ីបានឡើយដូច្នេះការដែលឥណ្ឌាបានសម្រេចចិត្តទិញប្រេងរុស្ស៊ីនាពេលនេះគឺជាកាយវិការដែលឥណ្ឌាចង់ជួយរុស្ស៊ីព្រោះថាឥណ្ឌាក៏ពឹងខ្លាំងណាស់ដែរទៅលើគ្រឿងសព្វាវុធរបស់រុស្ស៊ីគូក៏សម្គាល់ថាបន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនឥណ្ឌាបានបដិសេធមិនថ្កោលទោសរុស្ស៊ីហើយក៏បានបោះឆ្នោតអនុប្រវត្តិលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសរុស្ស៊ីថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះឥណ្ឌាបានបដិសេធមិនចូលរួមនៅក្នុងទណ្ឌកម្មដែលក្រុមប្រទេសលោកខាងលិចបានដាក់ទៅលើរុស្ស៊ីទេដោយអះអាងថាវាជាសិទ្ធិរបស់ខ្លួននៅក្នុងការបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីទូយ៉ាងណាលោកស្រីជេនសាគីអ្នកនាំពាក្យសេតវិមានបានលើកឡើងថាការដែលប្រទេសឥណ្ឌាទិញប្រេងរុស្ស៊ីគឺវាមិនបានបំពានអ្វីទៅនឹងទណ្ឌកម្មរបស់អាមេរិកទេក៏ប៉ុន្តែអាមេរិកសូមរំលឹកប្រាប់ឥណ្ឌាថាប្រវត្តិសាស្ត្រនឹងចារឹកទុកចងចាំជានិច្ចថាឥណ្ឌាបានឈរនៅខាងណានៅក្នុងរឿងរ៉ាវសង្គ្រាមនៅអ៊ុយក្រែននេះ